សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងបែបរន្ធត់របស់ឥណ្ឌូនេស៊ីដែលទើបតែនឹងចេញថ្មីរៀងយូរដែរលើកយកមកធ្វើការសម្រាយជូនអ្នកទាំងអស់គ្នាទស្សនាដោយសាររឿងមួយនេះនិយាយអំពីមនុស្សដែលបានស្លាប់ទៅហើយប៉ុន្តែមិនព្រមទទួលស្គាល់ការពិតដូច្នេះវិញ្ញាណរបស់គេក៏មិនព្រមទៅណាដែរសុកចិត្តនៅវល់នៅក្នុងពិភពលោកនេះដើម្បីលងបន្លាចគេណាមួយក៏មិនទាន់អស់ចិត្តថាហេតុអ្វីបានជាខ្លួនបែរជាមកត្រូវស្លាប់បែបនេះទៅវិញហើយនេះហើយបានជាកើតទៅជារឿងរ៉ាវដែលគួរឲ្យភ័យខ្លាចមួយនៅក្នុងផ្ទះមួយកន្លែងប៉ះចំផ្ទះនោះគឺជាផ្ទះរបស់លោកគ្រូដែលតែងតែទៅជួយបណ្ដេញវិញ្ញាណខ្មោចដែលចូលទៅក្នុងខ្លួនរបស់អ្នកភូមិថែមទៀតដូច្នេះដើម្បីចង់ដឹងថាតើសាច់រឿងមួយនេះគួរឲ្យភ័យខ្លាចយ៉ាងណាសូមទស្សនានៃការសម្រាយសាច់រឿងរបស់ខ្ញុំទាំងអស់គ្នាតែម្ដងទៅដោយផ្ដើមនៃសាច់រឿងដំបូងនឹងខ្មោចចាប់ផ្ដើមចេញលងដើមរឿងតែម្ដងដើម្បីយកហេងពួកគេនឹងគឺមានការភ័យខ្លាចជាខ្លាំងនៅពេលដែលបានឃើញសមាជិកគ្រួសាររបស់គេប្រែក្លាយទៅជាបែបនេះពួកគេព្យាយាមធ្វើការសម្រុះសម្រួលរហូតដល់ពេលដែលពួកគេប៉ះទៅក៏បានប្រែក្លាយទៅជាបែបហ្នឹងតែម្ដងបន្ទាប់មកសាច់រឿងក៏បានកាត់មកដល់បារោះម្នាក់ដែលគេមានឈ្មោះថាជោគេគឺជាមនុស្សម្នាក់ញៀនល្បែងចឹងហើយបានជាគេជំពាក់ប្រាក់អ្នកចងការប្រាក់រហូតដល់អ្នកចងការប្រាក់ហ្នឹងគឺបានមកទាស្ទើរតែយកជីវិតគេថែមទៀតប៉ុន្តែគេបានធ្វើការសម្រុះសម្រួលជាមួយនឹងអ្នកចងការប្រាក់នោះថាបើមួយសប្តាហ៍ទៀតគេមិនសងនោះរឹបអូសយកឡានទៅចោះទាំងដុល្លារនោះគឺមិនមែនជាឡានរបស់គេនោះទេផ្ទុយទៅវិញគឺជាឡានប្អូនប្រុសរបស់ខ្លួនប៉ុន្តែអ្នកចងការប្រាក់ក៏យល់ព្រមព្រោះតែសម្រាប់ចូលទៅក៏មិនបានអ្វីដែរមានតែរងចាំមួយសប្តាហ៍ទៀតតែប៉ុណ្ណោះចំណែកបរិសម្នាក់នេះវិញគាត់មានឈ្មោះថាអង្ការគាត់គឺត្រូវជាប្អូនប្រុសរបស់ជោអំបញ្ញមិញនឹងឯងហើយដោយសារតែប្រធានក្រុមហ៊ុនគាត់បានឃើញថាអង្ការសុំច្បាប់សម្រាប់មួយថ្ងៃដូច្នេះប្រធានក្រុមហ៊ុនក៏បានមកជួបដោយផ្ទាល់នឹងនិយាយថាឲ្យគាត់ឈប់ច្រើនថ្ងៃដើម្បីកាត់ stress តែម្ដងទៅព្រោះតាំងពីពេលដែលគាត់ចូលធ្វើការគាត់មិនដែលសុំច្បាប់ជប់សម្រាប់នោះទេដល់ទៅពេលអង្ការសុំច្បាប់មួយថ្ងៃចឹងប្រហែលជាគាត់ stress ខ្លាំងហើយមើលទៅបន្ទាប់ពីអង្ការគាត់ទទួលបានការអនុញ្ញាតពីប្រធានក្រុមហ៊ុនជាច្រើនថ្ងៃគាត់ក៏បានខលទៅកាន់បងប្អូនរបស់គាត់គឺបបួលពួកគេទៅលេងឯផ្ទះស្រុកកំណើតតែម្ដងព្រោះពួកគេនឹងគឺខានទៅផ្ទះស្រុកកំណើតប្រមាណជាង5ឆ្នាំទៅហើយប៉ុន្តែនីនឌីនាងបានបដិសេធនាងមិនទៅនោះទេដោយសារតែនាងនឹងរវល់ជាមួយនឹងការងាររបស់នាងខ្លាំងពេកភ្ញៀវបន្ទឿនឲ្យឆាប់ដែលសម្លៀកបំពាក់គេឲ្យរួចរាល់ដូច្នេះប្រហែលជានាងគ្មានពេលទៅជាមួយនឹងពួកគេឡើយឲ្យពួកគេទៅតែ3នាក់ទៅចោះហើយនាងក៏បានមកធ្វើការរបស់នាងបន្តទៀតចំណែកឯនេះវិញគឺនាងមានឈ្មោះថាសូហ្វីត្រូវជាប្អូនស្រីរបស់ពួកគេគឺពួកគេបានខលប្រាប់នាងថាពួកគេនឹងទៅលេងឆាប់នេះហើយនៅពេលដែលពួកគេមកជួបជុំគ្នានៅផ្ទះរបស់អង្ការដើម្បីត្រៀមចេញដំណើរទៅថ្ងៃស្អែកស្រាប់តែនីនឌីបែរជាមកចូលរួមដែរធ្វើឲ្យពួកគេពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះអីនីនឌីថាមិនបានចូលរួមនោះទេចំណែកសូហ្វីក៏បានយកដំណឹងដែលបងរបស់នាងមកលេងនៅថ្ងៃស្អែកប្រាប់ទៅកាន់ឪពុកធ្វើឲ្យគាត់សប្បាយចិត្តនិងប្រាប់ឲ្យរៀបចំរបស់របរប៉ុន្តែពេលនោះស្រាប់តែគាត់បានលើសំឡេងគោះទ្វារពីខាងក្រៅនៅពេលដែលបើកទៅការពិតគឺជាអ្នកភូមិម្នាក់បានមកសុំឲ្យគាត់នឹងទៅជួយបណ្ដេញវិញ្ញាណខ្មោចចេញពីកូនស្រីរបស់គេផងដូច្នេះគាត់ក៏បានប្រាប់ឲ្យកូនស្រីបិទទ្វារបិទបង្អួចចិត្តចំណែកគាត់ចាប់ផ្ដើមចេញដំណើរទៅផ្ទះរបស់អ្នកភូមិម្នាក់នោះដើម្បីទៅបណ្ដេញវិញ្ញាណខ្មោចនៅក្នុងខ្លួនរបស់កូនក្មេងនៅពេលដែលមកដល់គាត់ក៏បាននិយាយជាមួយនឹងវិញ្ញាណនោះដោយវាបានប្រាប់ថាវាគឺនៅក្នុងព្រៃហើយវាគឺបានស្លាប់ដោយសារតែគេសម្លាប់មិនមែនវាធ្វើអត្តឃាតដោយខ្លួនឯងនោះទេវាចូលនេះក៏គ្រាន់តែចង់សុំជំនួយពីនរណាម្នាក់តែប៉ុណ្ណោះហើយព្រមទាំងបានឲ្យគាត់នឹងសន្យាថានឹងជួយដល់វាផងដូច្នេះគាត់ក៏បានសន្យាជាមួយនឹងវាហើយវាក៏បានចេញបាត់ទៅលុះដល់ពេលវេលាព្រឹកឡើងចូលមកដល់ពួកគេដែលមានគម្រោងទៅលេងផ្ទះហ្នឹងក៏ចាប់ផ្ដើមនាំគ្នាចាប់ផ្ដើមចេញដំណើរតាំងពីព្រឹកមកម្លេះហើយពួកគេទាំង4នាក់គឺជាបងប្អូននឹងគ្នាប៉ុន្តែចូលគាត់មិនមែនជាបងបង្កើតរបស់ពួកគេនោះទេគាត់គ្រាន់តែជាកូនចិញ្ចឹមតែប៉ុណ្ណោះនៅពេលដែលសូហ្វីនាងកំពុងតែបោះសម្រាមនៅមុខផ្ទះនាងមានអារម្មណ៍ថាដូចជាមិនសូវស្រួលទាល់តែសោះទៅពេលនោះបងរបស់នាងទាំង4នាក់ក៏បានមកដល់ល្មមដូច្នេះពួកគេទាំងអស់គ្នាបាននាំគ្នាប្រញាប់ចូលទៅខាងក្នុងនិងយកសម្លៀកបំពាក់របស់ពួកគេដាក់ចូលទៅក្នុងបន្ទប់ហើយពួកគេបាននិយាយថាបន្ទប់នេះមើលទៅមិនប្រែប្រួលទៅតែសោះជាពិសេសគឺតុក្កតាតូចនឹងតែម្ដងវាគឺជាអនុស្សាវរីយ៍តាំងពីពេលដែលពួកគេនៅក្មេងមកម្លេះដោយសារតែតុក្កតាមួយនឹងកាលពីនៅក្មេងនឹងចូលជាមួយនឹងអង្ការបានវាយជាមួយនឹងក្មេងៗនៅក្នុងភូមិថែមទៀតមិនត្រឹមតែតុក្កតានោះទេមម៉ូក៏បានចងដៃនាងតាំងពីក្មេងនៅខ្សែអំបោះក្រហមមួយថែមទៀតណែនីងឌីវិញគឺបានសុំទោសដោយសារតែនាងបានទិញតុក្កតាសម្រាប់សូហ្វីរួចហើយប៉ុន្តែនាងបែរជាភ្លេចនៅក្នុងបន្ទប់របស់អង្ការកាលពីយប់មិញឯណោះអញ្ចឹងហើយនាងមិនបានយកមកនោះទេហើយនៅពេលដែលគ្រប់គ្នាចេញទៅញ៉ាំបាយនៅសល់តែនីនឌីតែម្នាក់ឯងនីនឌីមានអារម្មណ៍ថាចេះតែមានគេលួចមើលនាងតាមបង្អួចប៉ុន្តែនៅពេលដែលងាកមើលទៅបែរជាមិនបានឃើញអ្វីទាំងអស់នៅពេលដែលជុំគ្នាឪពុកបានសួរនាំអំពីការងាររបស់ពួកគេម្ដងម្នាក់
ឃើញថាគ្រប់គ្នាគឺសិតតែមានការងារល្អនិងរលូនទាំងអស់ចម្លែកអីតែចូលតែប៉ុណ្ណោះជំពាក់លុយគេគ្រប់ទិសប៉ុន្តែគាត់បានលាក់មិនឲ្យឪពុកបានដឹងនោះទេមិនត្រឹមតែប៉ុណ្ណោះបងប្អូនក៏ជួយលាក់គ្នាថែមទៀតបន្ទាប់មកឪពុកនោះក៏បាននិយាយប្រាប់ឲ្យសូហ្វីនឹងទៅនៅទីក្រុងទៅព្រោះតែគាត់ដឹងថាសូហ្វីក៏ចង់ទៅនៅទីក្រុងដែរប៉ុន្តែនាងបានបដិសេធនាងបាននិយាយថានាងចង់មើលថែឪពុកប៉ុន្តែគាត់បានប្រាប់ថាឲ្យនាងទៅចោះព្រោះតែគាត់មិនមែនជាកូនក្មេងនោះទេគាត់អាចមើលថែខ្លួនឯងបានបន្ទាប់ពីទទួលទានអាហាររួចហើយបងប្រុសបានប្រាប់សូហ្វីឲ្យទៅកាន់បន្ទប់របស់គាត់នៅពេលដែលនាងលាងចានរួចមូលហេតុគឺដោយសារតែគាត់បានទិញទូរស័ព្ទថ្មីឲ្យនាងមួយគ្រឿងនឹងឯងដូច្នេះនាងក៏បានបដូរស៊ីមនិងយកទូរស័ព្ទចាស់របស់នាងទុកប្រើទូរស័ព្ទថ្មីវិញលុះដល់ពេលស្អែកឡើងពួកគេបានក្រៅពីព្រឹកដើម្បីទៅញ៉ាំបាយជុំគ្នាហើយក៏ឆ្លៀតពិភាក្សាគ្នាអំពីកន្លែងដែលពួកគេត្រូវដើរកម្សាន្តនៅក្នុងថ្ងៃនេះផងដែរទីបំផុតពួកគេក៏បានរកបានកន្លែងដែលពួកគេចង់ទៅទីមួយគឺទៅលេងទឹកជ្រោះបន្ទាប់ពីមកពីលេងទឹកជ្រោះវិញពួកគេនឹងនាំគ្នាដើរទៅលេងនៅឯក្នុងផ្សារចំណែកឪពុករបស់ពួកគេវិញគឺគាត់បានទទួលទានអាហារពេលព្រឹកជាមួយនឹងពួកគេនោះទេដោយសារតែគាត់រវល់ចេញទៅខាងក្រៅពេលដែលពួកគេទទួលទានអាហាររួចហើយរៀបចំនឹងចេញដំណើរទៅស្រាប់តែពេលនោះចូលគេបានប្រទះឃើញរថយន្តឪពុករបស់គេដែលជារថយន្តតាំងពីពេលពួកគេនៅក្មេងមកម្លេះដូច្នេះគេក៏បានសម្រេចចិត្តបដូររថយន្តដោយជិះរថយន្តនេះជំនួសវិញទាំងដែលគ្រប់គ្នានឹងគឺមិនចង់ជិះរថយន្តនេះទេព្រោះតែវាចាស់ទៅហើយប៉ុន្តែចូលគេបាននិយាយថាវាមិនចាស់នោះទេព្រោះរថយន្តនេះធ្លាប់ធ្វើដំណើរនឹងដឹកពួកគេអស់រាប់ឆ្នាំមកហើយអញ្ចឹងវាច្បាស់ជាគ្មានបញ្ហាអ្វីឡើយនៅទីបំផុតពួកគេក៏បានសម្រេចចិត្តបដូររថយន្តទៅតាមចូលដោយចូលនឹងគឺជាអ្នកបើកប៉ុន្តែនៅពេលដែលធ្វើដំណើរនៅតាមផ្លូវចូលចេះតែលេងសើចបណ្ដើរសុកស្រាប់តែរថយន្តនោះបែរជាបានដាច់ហ្វ្រាំងគឺចាប់ហ្វ្រាំងមិនជាប់តតែសោះបងឡើយស្មានតែចូលលេងសើចប៉ុន្តែការពិតមិនមែនជាការលេងសើចនោះទេហ្វ្រាំងពិតជាអត់ស៊ីពិតមែនហើយនៅទីបំផុតរថយន្តមួយនេះក៏ត្រូវបានក្រឡាប់ផ្ងាជើងតែម្ដងបន្ទាប់ពីបានជួបជាមួយនឹងឧបទ្ទវហេតុនេះគ្រប់គ្នាប្រញាប់វាចេញពីឡានប៉ុន្តែគឺមានតែចូលតែប៉ុណ្ណោះដែលគេអាចចេញបានមុនគេនិងទៅជួយប្អូនរបស់គេឲ្យចេញមកខាងក្រៅដែរស្របពេលដែលសាំងកំពុងតែហូរយ៉ាងច្រើននៅទីបំផុតរថយន្តមួយនេះក៏ត្រូវបានផ្ទុះឆេះហើយនៅពេលដែលភ្ញាក់ដឹងខ្លួនឡើងមកវិញអង្គការគេគិតថាវាគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះដូច្នេះគេក៏បានប្រញាប់ដាស់ចូលឲ្យភ្ញាក់ដឹងខ្លួនឡើងទាំងដែលពួកគេស្រពេចស្រពិលមិនដឹងថាជាការពិតឬក៏ជាការយល់សប្តិប៉ុន្តែនៅពេលដែលចេញមកដល់ខាងក្រៅឃើញទឹកមុខគ្រប់គ្នាក្រៀមក្រំដូច្នេះអង្គការបានសួរទៅកាន់ឪពុកនិងប្អូនស្រីរបស់ខ្លួនថាតើមានរឿងអ្វីកើតឡើងហើយតើពេលនេះសូហ្វីនៅឯណាឪពុកក៏បាននិយាយការពិតថាសូហ្វីគឺនាងបានចាកចេញបាត់ទៅហើយបានប្រាប់ឲ្យពួកគេទទួលយកការពិតទៅចំណែកឯរឿងរ៉ាវមួយចំនួនដែលនៅខាងក្រៅឬក៏កន្លែងកើតហេតុទុកឲ្យគាត់គឺជាអ្នកដោះស្រាយចំណែកពួកគេវិញត្រូវរងចាំគាត់នៅក្នុងផ្ទះមិនត្រូវចេញទៅណាជាដាច់ខាតហើយរឿងរ៉ាវមួយនេះនីនឌីនឹងបានបន្ទោសទៅកាន់ជូព្រោះតែជូនឹងគឺជាអ្នកផ្លាស់ប្ដូរឡានបើសិនជាជូមិនផ្លាស់ប្ដូរឡាននោះទេក៏គ្មានរឿងរ៉ាវមួយនេះកើតឡើងដែរកំពុងតែឆ្លោះគ្នាស្រាប់តែទូរស័ព្ទរបស់សូហ្វីបែរជារោឡើងទាំងដែលទូរស័ព្ទនេះគ្មានស៊ីមនោះទេហើយនៅពេលដែលអង្គការគាត់លើកយកមកស្ដាប់នឹងនិយាយបែរជាលេខសំឡេងរបស់សូហ្វីនិយាយថាហេតុអ្វីបានជាពួកគេទៅចោលនាងចឹងហេតុអ្វីបានជាពួកគេទុកនាងចោលធ្វើឲ្យគ្រប់គ្នាមានការភ័យខ្លាចជាខ្លាំងបន្ទាប់មកអង្គការក៏បានចេញមកលួងលំចូលដោយសារតែកំហុសនេះគឺកើតឡើងដោយសារតែជោអញ្ចឹងឲ្យបាត់ជាជោគេពិបាកចិត្តហើយឯនីនឌីនៅពេលដែលនាងនៅក្នុងបន្ទប់នាងបានឮសំឡេងរបស់សូហ្វីតាមបង្អួចដូច្នេះនាងក៏បានដើរទៅមើលឃើញមិនស្រួលនីនឌីប្រញាប់រត់ចេញទៅខាងក្រៅប៉ុន្តែក៏ត្រូវបានបុកជាមួយនឹងម៉ូព្រោះតែម៉ូនាងបានដើរចូលមកក្នុងបន្ទប់ឆ្លៀតពេលនោះនីនឌីបានប្រាប់ថានាងបានឮសំឡេងរបស់សូហ្វីនៅទីនេះព្រមទាំងបានឃើញសូហ្វីផងដែរតែការពិតម៉ូមិនបានឃើញអ្វីទាំងអស់ចំណែកចយអ្នកវិញនៅពេលដែលគេចូលបន្ទប់ទឹកទ្វារបែរជាបិទដោយខ្លួនឯងដំបូងឡើយគឺគិតថាប្រហែលជាខ្យល់ប៉ុន្តែនៅពេលដែលគេកំពុងតែបត់ជើងបែរជាមានទឹកមកពីខាងលើនៅពេលដែលបានឮសំឡេងចូលស្រែកគ្រប់គ្នាប្រញាប់រត់ចូលមកហើយក៏បានឃើញចូលកំពុងតែភ័យខ្លាចនៅក្នុងបន្ទប់ទឹកនិងប្រាប់ថាគេបានឃើញសូហ្វីនៅក្នុងបន្ទប់ទឹកមួយនេះដូច្នេះពួកគេគិតថានៅក្នុងយប់នេះពួកគេមិនអាចគេងបែកគ្នាបាននោះទេត្រូវតែគេងបន្ទប់មួយទាំងអស់គ្នាប៉ុន្តែដោយសារតែគេងបើកភ្លើងគឺម៉ូគឺគេមិនលក់ឡើយបានប្រាប់ឲ្យអង្គការនឹងឆាប់ដើរទៅបិទភ្លើងភ្លាមទៅហើយនៅពេលដែលអង្គការគេដើរទៅបិទភ្លើងបែរជាបានបិទដោយខ្លួនឯងទាំងដែលគេមិនបានចុចកុងតាក់សូម្បីតែបន្តិចបន្ទាប់មកស្រាប់តែគេបានឃើញសូហ្វីនៅលើគ្រែឃើញបែបនេះគាត់បានស្រែកប្រាប់ទៅកាន់នីនឲ្យនីនក្រោកឡើងព្រោះតែពេលនេះសូហ្វីនៅលើគ្រែជាមួយនឹងនាងចំណែកនីនវិញក៏បានប្រញាប់រត់ទៅលើគ្រែមួយទៀតប៉ុន្តែនៅពេលដែលមើលម្ដងទៀតបែរជាមិនបានឃើញអ្វីទាំងអស់ទៅវិញ
នៅពេលនោះអង្ការគាត់បានឃើញសូហ្វីឈរនៅមុខរបស់គាត់ប៉ុន្តែនៅពេលដែលភ្លើងងងឹតក៏បាត់ទៅវិញដូច្នេះគាត់បានចេញទៅខាងក្រៅដើម្បីតាមមើលប៉ុន្តែរកនាងមិនឃើញនោះទេថែមទាំងមានអារម្មណ៍មិនសូវស្រួលថែមទៀតដូច្នេះបានជាគាត់ប្រញាប់ចូលមកក្នុងបន្ទប់វិញលុះដល់ពេលព្រឹកឡើងចូលមកដល់ឃើញថាចូលក្តៅខ្លួនបាត់ទៅហើយមិនមែនតែចូលនោះទេដែលក្តៅខ្លួនសូម្បីតែនីនឌីក៏ក្តៅខ្លួនដូចគ្នាដែរដូច្នេះអង្ការបានប្រាប់ឲ្យម៉ូម៉ូនឹងទៅធ្វើអាហារពេលព្រឹកសម្រាប់ពួកគេទាំងអស់គ្នាចំណែកម៉ូម៉ូក៏បានទៅធ្វើអាហារពេលព្រឹកនៅផ្ទះបាយសុកទឹកបាយជាបើកដោយខ្លួនឯងដែលធ្វើឲ្យម៉ូម៉ូនឹងចាប់ផ្ដើមឆ្ងល់ហេតុអ្វីបែបនេះត្រឹមតែប៉ុណ្ណោះសូម្បីតែទូដាក់គ្រឿងទេសក៏បិទដោយខ្លួនឯងថែមទៀតម៉ូម៉ូចាប់ផ្ដើមមានអារម្មណ៍ថានៅទីនេះដូចជាមិនស្រួលហើយនៅពេលដែលអង្ការកំពុងតែអង្គុយលេងស្រាប់តែមានអ្នកស្រីម្នាក់ស្លៀកពាក់សបានដើរមកនិយាយជាមួយនឹងអង្ការដំបូងឡើយគាត់ស្មានថាមករកឪពុករបស់គាត់ប៉ុន្តែអ្នកស្រីម្នាក់នោះប្រាប់ថាគាត់មានឈ្មោះថារ៉ូហើយផ្ទះរបស់គាត់គឺនៅជិតខាងជាមួយនឹងផ្ទះរបស់ពួកគេនឹងឯងនៅពេលដែលម៉ូម៉ូមកហៅអង្ការគ្រាន់តែអង្ការក៏លេចទៅវិញស្រាប់តែបាត់គាត់ឈឹងតែម្ដងដែលធ្វើអង្ការដូចជាមិនស្ងប់នៅក្នុងចិត្តទេសោះពេលដែលញ៉ាំអាហារជុំគ្នាពួកគេកំពុងតែរកវិធីដើម្បីដោះស្រាយព្រោះតែឪពុករបស់ពួកគេនឹងមិនដឹងជាទៅណានោះទេមិនទាន់ត្រឡប់មកវិញផងចំណែកឯនីនឌីវិញគឺនៅតែបន្ទោសទៅលើโจពាក់ព័ន្ធជាមួយនឹងឧបទ្ទវហេតុមួយនេះមិនត្រឹមតែប៉ុណ្ណោះថែមទាំងបានថាโจនឹងគឺជាមនុស្សអត់ប្រយោជន៍ថែមទៀតដោយសារតែโจខឹងពេកគាត់បាននិយាយថាត្រូវហើយគាត់គឺជាមនុស្សអត់ប្រយោជន៍ហើយក៏ជាមនុស្សដែលមិនមានចំណេះដឹងជាមនុស្សដែលចេះតែបង្កនៅបញ្ហាប៉ុន្តែការពិតគាត់បានលះបង់ចំពោះគ្រួសារមួយនេះគាត់បានរកប្រាក់ផ្ញើឲ្យពួកគេរៀនទាំងដែលពួកគេនឹងមិនបានដឹងនោះទេគិតថាឪពុកម្ដាយរបស់ពួកគេនឹងគឺជាអ្នកផ្គត់ផ្គង់ការសិក្សារបស់ពួកគេទៅវិញចំណែកអង្ការនេះវិញគាត់បានរៀនដោយសារតែโจអញ្ចឹងគាត់ក៏បានមកសុំទោសនិងនិយាយលំโจព្រមទាំងបានប្រាប់ថាពួកគេមិនដែលទុកថាโจនឹងគឺជាអ្នកដទៃឡើយទុកដូចជាបងប្រុសបង្កើតរបស់ពួកគេអញ្ចឹងបន្ទាប់ពីដោះស្រាយជាមួយនឹងโจរួចហើយអង្ការសម្រេចចិត្តចេញទៅខាងក្រៅដើម្បីរកឪពុករបស់ខ្លួនហើយម៉ូម៉ូក៏បានខាត់ព្រោះតែឪពុកបានផ្ដាំថាកុំឲ្យចេញទៅខាងក្រៅផ្ទះអីរងចាំគាត់ត្រឡប់មកវិញប៉ុន្តែអង្ការគិតថាមិនអាចនៅរងចាំឪពុករបស់ពួកគេទាំងបែបនេះនោះទេហើយនៅពេលដែលម៉ូម៉ូសុំទៅជាមួយដែរចៃដន្យអីក៏ស្រាប់តែអង្ការនៅឃើញថាសោរយន្តរបស់ពួកគេនឹងគឺត្រូវបានផ្លិចនៅក្នុងរយន្តដែលជួបជាមួយនឹងគ្រោះថ្នាក់នោះបាត់ទៅហើយដូច្នេះគ្មានសោជិះនោះទេអញ្ចឹងពួកគេគឺមានតែធ្វើដំណើរទៅកាន់ផ្លូវធំដើម្បីរកតាក់ស៊ីជិះតែប៉ុណ្ណោះហើយនៅពេលដែលដើរទៅដល់ផ្លូវធំអង្ការគាត់បានឃើញសូហ្វីដើរកាត់មុខដូច្នេះគាត់ក៏បានប្រញាប់រត់ទៅតាមនាងគាត់បានរត់តាមនាងរហូតដល់ពេលយប់ប៉ុន្តែគឺឃើញនាងត្រឹមតែពីក្រោយខ្នងតែប៉ុណ្ណោះរត់ចុះរត់ឡើងស្រាប់តែវង្វេងគ្នាបាត់ប៉ុន្តែពេលនោះស្រាប់តែម៉ូម៉ូបានឃើញខ្សែដៃអំបោះពណ៌ក្រហមដែលនាងបានធ្លាប់ឲ្យទៅកាន់សូហ្វីហើយវាបានជាវាមកនៅទីនេះហើយសុកក៏ស្រាប់តែបាត់ទៅវិញដូច្នេះនាងក៏បានដើររកអង្ការបន្តទៀតចំណែកអង្ការនេះវិញគាត់ក៏បានជួបជាមួយនឹងខ្មោចរបស់សូហ្វីបានលងបណ្ដាច់អង្ការរហូតធ្វើឲ្យអង្ការនឹងវង្វេងវង្វាន់មិនដឹងជាទៅណាមកណានោះទេប៉ុន្តែដោយសារតែឃើញមិនស្រួលអង្ការក៏បានប្រញាប់រត់ចេញពីទីនេះទៅរកម៉ូម៉ូចំណែកឯโจគាត់បានដើរចូលមកសុំទោសនីននៅពេលដែលនីនឈរតែម្នាក់ឯងគាត់បាននិយាយថាគាត់ពិតជានិយាយសម្ដីជ្រុលជ្រួសពិតមែនឲ្យគាត់សុំទោសប៉ុន្តែពេលនោះស្រាប់តែមាននីនម្នាក់ទៀតពីក្រោយមកធ្វើឲ្យโจចាប់ផ្ដើមស្រឡាំងកាំងតែម្ដងព្រោះតែអំបញ្ញមិញគឺគាត់បានឃើញនីនឈរនៅមាត់បង្អួចប៉ុន្តែនៅពេលនេះបែរជាបាត់ទៅណាគាត់បាននិយាយប្រាប់នីនអំពីរឿងមួយនេះប៉ុន្តែនីនគឺនាងមិនបានឃើញអ្នកណានោះទេនៅពេលដែលនាងដើរចូលមកដល់ទៅពេលអញ្ចឹងធ្វើឲ្យโจគាត់គិតមិនយល់ទាល់តែសោះមិនដឹងថានៅក្នុងផ្ទះនេះមានរឿងអ្វីកើតឡើងនោះទេចំណែកឯអង្ការនេះវិញនៅពេលដែលគាត់ដើររកចុះដើររកឡើងក៏បានជួបជាមួយនឹងម៉ូម៉ូដូច្នេះពួកគេទាំងពីរនាក់បាននាំគ្នាធ្វើដំណើរចេញពីទីនេះដើម្បីត្រឡប់ទៅផ្ទះវិញព្រោះតែវាយប់ទៅហើយប៉ុន្តែចុះឡើងក៏នៅតែនៅក្នុងព្រៃដដែលទៅវិញស្របពេលដែលនៅក្នុងផ្ទះនេះវិញក៏មានរឿងរ៉ាវចម្លែកកើតឡើងដែរគឺនីនឌីបានឃើញខ្លួនឯងនៅក្នុងកញ្ចក់នៅក្នុងកាយវិការផ្សេងមួយទៀតកំពុងតែពិនិត្យមើលក៏ត្រូវបានโจដាធ្វើឲ្យនាងភ្ញាក់ព្រឺតចំណែកពួកគេទាំងពីរនាក់រត់ចុះរត់ឡើងគឺមិនដឹងទៅណានោះទេបែរជាមកដល់កន្លែងដដែលរហូតដូច្នេះមានន័យថាពួកគេវង្វេងនៅក្នុងព្រៃនេះហើយប៉ុន្តែសុកស្រាប់តែអង្ការគាត់បានកលេចឃើញអ្នកស្រីរ៉ូហើយគាត់ក៏បានប្រញាប់ដើរទៅតាមផ្លូវអ្នកស្រីរ៉ូរហូតពួកគេបានចេញមកពីក្នុងព្រៃត្រឡប់មកដល់ក្នុងផ្ទះវិញនៅពេលដែលសម្រាប់ម៉ូបានសួរពីអ្នកស្រីរ៉ូដែលអង្ការបាននិយាយព្រោះតែពួកគេរកផ្លូវចេញមិនឃើញនោះទេប៉ុន្តែនៅពេលដែលអង្ការគាត់បានឃើញអ្នកស្រីរ៉ូ
ហើយពួកគេបានដើរតាមគាត់រហូតចេញមកដល់ទីនេះទាំងដែលមកគឺមើលមិនឃើញអ្នកស្រីរស់ទាល់តែសោះដើម្បីចង់ដឹងច្បាស់អង្ការក៏បានមកកាន់ផ្ទះរបស់អ្នកស្រីរស់ដោយផ្ទាល់តែម្ដងនៅពេលដែលមកដល់ទីនេះក៏ស្រាប់តែទ្វារបែកជាបានប្របើកដោយខ្លួនឯងបន្ទាប់មកពួកគេបានលើសំឡេងរបស់អ្នកស្រីរស់ប្រាប់ឲ្យពួកគេឆាប់ចូលខាងក្នុងភ្លាមមកនៅពេលដែលចូលមកដល់ខាងក្នុងអ្នកស្រីរស់បាននិយាយថាពួកគេនឹងគឺទើបតែមកពីក្នុងព្រៃធ្វើឲ្យពួកគេទាំងពីរនាក់ឆ្ងល់ជាខ្លាំងហេតុអ្វីបានជាគាត់ដឹងថាពួកគេទើបតែចេញមកពីក្នុងព្រៃហេតុនេះអង្ការក៏បានសួរអំពីមូលហេតុដើម្បីបញ្ជាក់បន្ទាប់មកគាត់ក៏បាននិយាយរឿងរ៉ាវជាច្រើនជាពិសេសពាក់ព័ន្ធជាមួយនឹងសូហ្វីគាត់បាននិយាយថាសូហ្វីគឺនាងមិនទាន់អស់ចិត្តនោះទេនាងនៅមានរឿងចង់ប្រាប់ទៅកាន់ពួកគេដូច្នេះបើសិនជាចង់ជួបជាមួយនឹងសូហ្វីដោយផ្ទាល់គាត់បានហុចក្រដាសមួយដែលមានបាលលេខនៅទីនោះនិងប្រាប់ថាឲ្យកាន់របស់ដែលសូហ្វីស្រឡាញ់ជាទីបំផុតហើយអង្គុយឬក៏ឈរបែរមុខទៅខាងលិចបន្ទាប់មកសូត្របាលីនៅក្នុងក្រដាសនេះទៅនោះគាត់នឹងបាននិយាយជាមួយនឹងសូហ្វីហើយប៉ុន្តែផ្ទុយទៅវិញម៉ូបានប្រាប់កុំឲ្យអង្ការនឹងជឿអ្នកស្រីនេះអីព្រោះតែអ្នកស្រីនេះពួកគេមិនធ្លាប់ស្គាល់នោះទេលុះដល់ទៅពេលដែលត្រឡប់មកវិញនឹងម៉ូនៅតែហាមឃាត់និងប្រាប់ឲ្យអង្ការកុំឲ្យជឿអីនិងបោះក្រដាសនោះចោលទៅប៉ុន្តែផ្ទុយទៅវិញអង្ការគេនៅតែមិនអស់ចិត្តពាក់ព័ន្ធជាមួយនឹងអ្វីដែលគេបានឃើញគឺសូហ្វីនឹងឯងគេតែងតែឃើញសូហ្វីបាត់នៅពេលដែលអង្ការចូលទៅខាងក្នុងបាត់ម៉ូបានឃើញសមត្ថរបស់មនុស្សម្នាក់រត់កាត់មួយផ្លែរំបាញ់មិញដោយសារតែមិនអស់ចិត្តម៉ូក៏បានដើរទៅតាមប៉ុន្តែនៅពេលដែលគាត់ដើរទៅក៏ស្រាប់តែបាត់មិនឃើញអ្នកណាទាំងអស់ប៉ុន្តែបែរជាមានដៃមួយយ៉ាងត្រជាក់មកចាប់ជើងរបស់នាងដូច្នេះនាងបានប្រញាប់រត់ត្រឡប់មកវិញនិងប្រាប់ពីអ្វីដែលបានកើតឡើងចំណែកឯចូលគាត់បានចូលមកក្នុងបន្ទប់ទឹកដើម្បីបត់ជើងតូចបន្ទាប់ពីបត់ជើងតូចរួចហើយគាត់ចេញទៅវិញស្រាប់តែមានដៃមួយបានចាប់ដៃរបស់គាត់ធ្វើឲ្យគាត់ភ័យពេករហូតភ្ញាក់ដឹងខ្លួនឡើងទាំងដែលគាត់មិនដឹងថាបាញ់មិញយល់សពឬក៏យ៉ាងម៉េចនោះទេបែរជាមកដេកនៅខាងក្រោមគ្រែនេះទៅវិញបន្ទាប់មកគាត់បានឮសំឡេងសូហ្វីនៅក្រោមគ្រែចូលបានស្រែករហូតធ្វើឲ្យនីនឌីភ្ញាក់ពីគេងឡើងដូច្នេះនាងបានសួរថាតើមានអ្វីកើតឡើងហើយចូលបានចង្អុលប្រាប់ថាសូហ្វីនៅឯខាងក្រោមគ្រែឯណោះប៉ុន្តែនាងឌីគឺនាងមិនជឿនោះទេនាងបានអោនមើលដោយខ្លួនឯងលុះពេលដែលអោនមើលទៅតាមពិតវាគ្រាន់តែជាតុក្កតារបស់សូហ្វីតែប៉ុណ្ណោះផ្ទុយទៅវិញចូលបែរជានោមដាក់ខោអញ្ចឹងមានន័យថាអំបញ្ញមិញចូលបន្ទប់ទឹកនឹងតាមពិតគាត់គ្រាន់តែយល់សពថាគាត់ចូលបន្ទប់ទឹកអញ្ចឹងគាត់ក៏បានគេងនោមដាក់ខោតែម្ដងទៅចំណែកពួកគេទាំងពីរនាក់បានចូលមកខាងក្នុងនិងនិយាយអំពីរឿងរ៉ាវដែលគេបានជួបពេញមួយយប់នេះមិនត្រឹមតែប៉ុណ្ណោះក៏បាននិយាយអំពីអ្នកស្រីរស់ផងដែរដែលគាត់បានប្រាប់ឲ្យអង្ការនឹងធ្វើទៅតាមអ្វីដែលគាត់បានប្រាប់ដើម្បីបានជួបនិយាយជាមួយនឹងសូហ្វីប៉ុន្តែម៉ូបដិសេធមិនឲ្យធ្វើនោះទេហើយព្រមទាំងចង់ចាក់ចេញពីផ្ទះនេះទាំងយប់ថែមទៀតប៉ុន្តែនៅពេលដែលពួកគេបំរុងនឹងចាក់ចេញទៅបែរជាបានឮសំឡេងគោះទ្វារលុះដល់តែពេលបើកមើលទៅតាមពិតគឺជាអ្នកស្រីរស់គាត់មកដាស់តឿនឲ្យអង្ការនឹងត្រូវតែធ្វើពិធីតាមគាត់បានប្រាប់ប៉ុន្តែត្រូវបានម៉ូប្រាប់ឲ្យចូលនឹងគឺបិទទ្វារកុំនិយាយជាមួយនឹងនាងអីចំណែកអង្ការវិញគាត់មិនអស់ចិត្តនោះទេគាត់តែងតែមានអារម្មណ៍ថាសូហ្វីនៅក្នុងផ្ទះមួយនេះហើយគាត់ក៏បានចេញទៅតាមមើលតាមស្រមោលដែលគាត់បានឃើញលុះពេលដែលចេញទៅគឺពិតជាបានឃើញសូហ្វីនៅខាងក្រៅផ្ទះពិតមែននៅពេលដែលគាត់បំរុងនឹងចូលទៅជួបនិយាយជាមួយនឹងនាងក៏ត្រូវបានម៉ូមកហាមឃាត់និងហៅគាត់រវល់តែប្រកែកជាមួយនឹងម៉ូងាកមកវិញក៏ស្រាប់តែបាត់សូហ្វីតែម្ដងដោយគាត់បានអះអាងថាគាត់ពិតជាបានឃើញនាងនៅទីពិតមែនផ្ទុយទៅវិញជំនួសដោយសូហ្វីបែរជាបានឃើញអ្នកស្រីរស់ឃើញបែបនេះម៉ូបានប្រញាប់នាំអង្ការរត់ចូលទៅក្នុងផ្ទះវិញកំពុងតែភ័យមិនទាន់បាត់ផងស្រាប់តែពួកគេបានឮសំឡេងគោះទ្វារម្ដងទៀតពេលនោះចូលក៏សម្រេចចិត្តថានឹងតែបើកមើលព្រោះមិនដឹងថាតើជាអ្នកណាមករកអ្វីទាំងយប់ប៉ុន្តែនៅពេលដែលបើកមើលទៅដូចជាមិនបានឃើញអ្វីនោះទេផ្ទុយទៅវិញអង្ការបានអះអាងថាសូហ្វីនៅខាងក្រៅគាត់បានជំនះទម្លាយទ្វារចេញទៅហើយពិតជាបានឃើញនឹងពិតមែនប៉ុន្តែបងប្អូនរបស់គាត់ប្រាប់ថាមិនមែនជាសូហ្វីប្អូនស្រីរបស់ពួកគេទៀតនោះទេដោយសារតែអង្ការគាត់ចូលចេះខ្លាំងពេករហូតដល់មានបញ្ហាជាមួយនឹងចូលប៉ុន្តែពេលដែលពួកគេកំពុងតែឆ្លោះគ្នាភ្លើងក៏ត្រូវបានដាច់ចំណែកឯអង្ការនេះវិញគាត់មិនអស់ចិត្តនោះទេគាត់សម្រេចចិត្តថាគាត់នឹងធ្វើពិធីទៅតាមអ្នកស្រីរស់បានប្រាប់ដើម្បីបានជួបនិងនិយាយជាមួយនឹងវិញ្ញាណរបស់សូហ្វីហើយគ្រាន់តែគាត់សូត្របាលីនៅក្នុងក្រដាសនោះភ្លាមស្រាប់តែគាត់បានឮសំឡេងនៅខាងក្រៅឪពុករបស់គាត់ជាមួយនឹងអ្នកភូមិបានមកធ្វើពិធីបុណ្យសពបន្ទាប់មករឿងរ៉ាវចម្លែកក៏ចាប់ផ្ដើមកើតឡើងគឺកើតឡើងទៅលើម៉ូនឹងឯងម៉ូនាងគឺត្រូវបានខ្មោចចូលទៅក្នុងខ្លួនរបស់នាងនៅពេលដែលពួកគេព្យាយាមរត់គេចនាងក៏បានបង្ហាញខ្លួននៅមុខរបស់ពួកគេម្ដងទៀតព្រមទាំងបាននិយាយថាហេតុអ្វីបានជាទុកនាងចោលហេតុអ្វីបានជាតែចោលនាង
នៅពេលដែលអង្ការប៉ះទៅលើនាងពួកគេទាំង3នាក់ក៏បានស្រូបចូលជាមួយនឹងគ្នាតែម្ដងដោយពួកគេគឺបានឃើញនៅរឿងរ៉ាវដែលបានកើតឡើងត្រឡប់មកវិញតែពិតទៅនៅក្នុងអបតវៈហេតុមួយនេះអ្នកដែលបានស្លាប់នឹងគឺមិនមែនជាសូហ្វីនោះទេផ្ទុយទៅវិញសូហ្វីបែរជាអាចចេញទៅផុតគឺពួកគេទាំង4នាក់ទៅវិញទេដែលជាអ្នកស្លាប់នៅក្នុងឡានប៉ុន្តែគ្រាន់តែពួកគេមិនព្រមទទួលយកការពិតតែប៉ុណ្ណោះហើយសូហ្វីក៏បានខលប្រាប់ដំណឹងមួយនេះទៅកាន់ឪពុករបស់គាត់ចំណែកឪពុករបស់គាត់បន្ទាប់ពីបានដំណឹងថាកូនរបស់គាត់ទាំង4នាក់បានស្លាប់គាត់ក៏មិនដឹងត្រូវនិយាយអ្វីដែរប៉ុន្តែនៅពេលដែលពួកគេមិនព្រមទទួលស្គាល់ការពិតថាពួកគេស្លាប់ឬក៏ពួកគេមិនដឹងថាការពិតទៅពួកគេស្លាប់អញ្ចឹងឲ្យបានជាគាត់និយាយអ្វីមិនចេញប៉ុន្តែនៅពេលនេះគាត់បានធ្វើការដាស់តឿនឲ្យពួកគេទទួលយកការពិតទៅពួកគេបានស្លាប់បាត់អស់ទៅហើយគួរតែទៅកន្លែងដែលពួកគេនឹងត្រូវទៅនៅទីបំផុតពួកគេទាំង4នាក់បន្ទាប់ពីដឹងថាខ្លួនឯងស្លាប់ក៏យល់ព្រមត្រឡប់ទៅកាន់កន្លែងដែលវិញ្ញាណត្រូវទៅចំណែកសូហ្វីវិញគឺមិនដាច់ចិត្តពីបងទាំង4នាក់របស់នាងនោះទេហើយការពិតខ្មោចរបស់អ្នកស្រីរ៉ូគឺជាវិញ្ញាណដែលបានចូលទៅក្នុងខ្លួនក្មេងស្រីម្នាក់ដែលត្រូវបានឪពុករបស់នាងទៅបណ្ដេញនឹងឯងនាងគ្រាន់តែចង់ប្រាប់ថារកយុត្តិធម៌ឲ្យនាងត្រូវបានគេសម្លាប់នាងមិនមែនស្លាប់ដោយសារតែធ្វើអត្តឃាតនៅក្នុងព្រៃនោះទេ